លោកអគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាក្លុងកម្ពុជាបានកត់សម្គាល់ថាកីឡាករកីឡាការិនីចូលរួមប្រកួតភ្នំពេញអន្តរជាតិអាកក្លុងនិងអាកក្លុងជើងឯកប្រចាំសាលាកើនឡើងនិងមានគុណភាពជារៀងរាល់ឆ្នាំព្រឹត្តិការណ៍ការប្រកួតកីឡាភ្នំពេញអន្តរជាតិអាកក្លុងនិងអាកក្លុងជើងឯកប្រចាំសាលាឆ្នាំ2026ដែលតេទៀងកីឡាករកីឡាការិនីខ្មែរនិងបរទេសចូលរួមការប្រកួតប្រជែងលើ13វិញ្ញាសានិងមានជាង400នាក់ចូលរួមបានធ្វើដំណើរការជាផ្លូវការហើយនៅពហុកីឡដ្ឋានជាតិមរតកតេជោនៅព្រឹកថ្ងៃទី1ខែកុម្ភៈឆ្នាំ2026កន្លងទៅថ្មីនេះខណៈលោកងិនសុបញ្ញាអគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាក្លុងកម្ពុជាបានលើកបង្ហាញអំពីការពិតថាគុណភាពបច្ចេកទេសរបស់កីឡាករកីឡាការិនីចូលរួមប្រកួតប្រជែងតែងតែកើនឡើងគួរឲ្យកត់សម្គាល់ជារៀងរាល់ឆ្នាំលោកងិនសុបញ្ញាអគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាក្លុងកម្ពុជាបានប្រាប់ឲ្យដឹងថាសម្រាប់ការប្រកួតភ្នំពេញអន្តរជាតិអាកក្លុងមានវិញ្ញាសាសម្រាប់មនុស្សពេញវ័យឡើងរីឯអាកក្លុងជើងឯកប្រចាំសាលាមានវិញ្ញាសាសម្រាប់ក្មេងៗជាសិស្សានុសិស្សមកពីសាលារដ្ឋនិងឯកជននានាដែលមានការចូលរួមពីកីឡាករកីឡាការិនីសរុបជាង400នាក់ហើយបែងចែកចេញជា11វិញ្ញាសាលោកងិនសុបញ្ញាបានសង្កត់ធ្ងន់ថាជាការពិតការប្រកួតមួយឆ្នាំទៅមួយឆ្នាំទទួលបានការចូលរួមពីកីឡាករកីឡាការិនីកាន់តែច្រើនជាក់ស្ដែងនៅឆ្នាំ2026នេះបានកើនឡើងដែរនៅក្នុងនោះកីឡាករកីឡាការិនីខ្មែរសុទ្ធកូនកាត់ខ្មែរនិងបរទេសនិងជាជនបរទេសរស់នៅដែលបម្រើការងារនៅកម្ពុជាដោយតាមរយៈការចូលរួមកាន់តែផុសផុលយ៉ាងខ្លាំងនេះនៅក្នុងការចូលរួមផងដែរនឹងជាឱកាសរបស់កីឡាករកីឡាការិនីទាំងខ្មែរនិងបរទេសបានចូលរួមលេងកីឡាដើម្បីសុខភាពមិត្តភាពសាមគ្គីភាពប្រកបទៅដោយក្តីរីករាយបាទជាការពិតបាត់តែឈ្មោះពីរផ្សេងគ្នាប៉ុន្តែជាការប្រកួតអាកាត់ខ្លងតែមួយអាកាត់ខ្លងបានហែលទឹកនឹងរត់យើងចែកជាភ្នំពេញ International អាកាត់ខ្លងបានថាប្រភេទវិញ្ញាសាវែងបានហែលទឹក 1000 ម៉ែត្ររត់5គីឡូនិងហែលទឹក500 ម៉ែត្ររត់2គីឡូកន្លះបានសម្ដៅលើមនុស្សពេញវ័យមនុស្សធំពេញវ័យហើយយើងដាក់ឈ្មោះថាអាកាត់ខ្លង School Championship បានយ៉ាងសំខាន់លើផ្ដោតលើសិស្សសាលាផ្ដោតលើកីឡាករវ័យក្មេងផ្ដោតលើថ្នាលក្នុងនោះយើងផ្ដោតលើថ្នាលបានន័យថាយើងការប្រកួតនេះយើងអាចមើលសម្លឹងឃើញថ្នាលសម្រាប់វិញ្ញាសាទ្រីខ្លងទឹកថ្ងៃអនាគតអញ្ចឹងបានយើងចែកជា2ដើម្បីដឹងថាអា School Championship យើងសម្ដៅលើសិស្សសាលាកូនក្មេងបាទភ្នំពេញ International អាកាត់ខ្លងគឺសម្ដៅលើមនុស្សពេញវ័យមនុស្សធំជាការពិតក្រោយតែការប្រកួតនេះហើយយើងតែសម្លឹងមើលថាកីឡាករកីឡាកានេះមានទេពកោសល្យបើគាត់អាចមានឱកាសគាត់អាចមានពេលថ្ងៃទៅមុខទៀតយើងនឹងអ្នកដែលជាប់ CLP យើងអាចផ្ដល់ឱកាសគាត់ចូលជាជំរឿនជាតិថ្នាលនៅថ្ងៃអនាគតអានេះជាការសម្លឹងឃើញរបស់យើងហើយក្នុងនោះដែរបើសិនជាថ្ងៃទៅមុខទៀតពេលដែលគាត់ចូលជំរឿនជាតិថ្នាលយើងផ្ដោតសំខាន់ទៅលើយើងជឿជាម្ចាស់ផ្ទះ AYG ឆ្នាំ2031អានេះដែលជាផ្លូវដែលយើងត្រូវដើរអញ្ចឹងយើងការប្រកួតគឺយើងសម្រាប់សម្រាំងយកថ្នាលដើម្បីយើងផ្ដោតទៅលើAYG បានថាការប្រកួតយុវជនអាស៊ីឆ្នាំ2031ដែលយើងធ្វើជាម្ចាស់ផ្ទះបាទជាមួយគ្នានោះលោកអគ្គលេខាធិការបានគូបញ្ជាក់ថានេះជាព្រឹត្តិការណ៍ដ៏ធំមួយនៅក្នុងចំណោមការប្រកួតកីឡាមួយចំនួនទៀតរបស់សហព័ន្ធដើម្បីបន្តបំផុសឲ្យកីឡាករកីឡាការិនីគ្រប់វិស័យទាំងអស់ចាប់ពីវ័យកុមារអាយុ6ឆ្នាំឡើងដល់42ឆ្នាំឡើងបានចូលរួមលេងប្រភេទកីឡាអូឡ িম্প ិកមួយនេះឲ្យកាន់តែផុសផុលក៏ដូចជាការស្វែងរកធនធានកីឡាករកីឡាការិនីឆ្នើមប្រចាំឆ្នាំផងដែរការប្រកួតនេះមាន2កម្មវិធីគឺការប្រកួតភ្នំពេញអន្តរជាតិអាកក្លុងនិងការប្រកួតអាកក្លុងជើងឯកប្រចាំសាលាឆ្នាំ2026ប៉ុន្តែសហព័ន្ធបានបែងចែកចេញជាវិញ្ញាសាផ្សេងៗគ្នានៅក្នុងនោះភ្នំពេញអាកក្លុងសម្រាប់មនុស្សពេញវ័យដោយមានវិញ្ញាសាស្តង់ដារលើវិញ្ញាសារត់ប្រណាំងនិងហែលទឹកចម្ងាយឆ្ងាយជាងចំណែកអាកក្លុងជើងឯកប្រចាំសាលាឆ្នាំ2026មានវិញ្ញាសាហែលទឹកនិងរត់ប្រណាំងដែរប៉ុន្តែសម្រាប់កីឡាករកីឡាការិនីជាសិស្សសាលាដែលមានហែលទឹកនិងរត់ចម្ងាយខ្លី